Nhanh như chảy phở. Thôi đó mà. Tiệt, nhằm vào chanh. Đấy nhanh. Thôi chết ọt. អ្នកគ្នាបើមានអាពងទាក្បងអាពងមន់ពងទាក្បងហ្នឹងអ្នកគ្នាធ្វើអញ្ចឹងឆ្ងាញ់និយាយលេងណាអ្នកនរគ្នាឆ្ងាញ់មែនតើបើអ្នកគ្នាទៅសាបានឃើញអាពងទាក្បងនេះអ្នកគ្នាយកមកធ្វើតាមខ្ញុំមកធ្វើបបរឆ្ងាញ់ខ្លាំងដល់តែបញ្ញាំនៅហាងចិនណាប៉ុន្តែលោកនេះខ្ញុំមកធ្វើបរិយាអ្នកនរគ្នាតាមខ្ញុំគឺឆ្ងាញ់មែនតើពេលពងភ្លៀងស្រិចអញ្ចឹងធ្វើបបរញ៉ាំឆ្ងាញ់តែបងអ្នកនរគ្នាឆាខ្ទឹមជាមួយនឹងម្ទេសចូលគ្នាអញ្ចឹងណាឆាឲ្យវារៀងក្រៀមតិចចាំយើងដាក់គ្រឿងចូលមានប្រេងខ្យងម្សៅស៊ុបហើយនឹងស្ករសអត់ទាន់អស់ហើយណាបងប្អូនពេលអ្នកគ្នាកូរចឹងដើម្បីកុំឲ្យវាខ្លោចចុះអ្នកគ្នាដាក់ទឹកម្ទេសហើយនឹងទឹកប៉េងប៉ោះចូលថែមទៀតណាពូជាតិរបស់គេគឺឆ្ងាញ់ខ្លាំងហ្មងហើយអ្នកគ្នាដាក់ហ៊ីងដុតចឹងមកអូយនិយាយមែនជាតិសាហាវហើយធ្វើតែមួយផ្លែទេហើយយូរតែដាំបបរទេនិយាយទៅបន្ទាប់ពីអ្នកគ្នាឆាគ្រឿងវាហើយអស់ហើយគឺអ្នកគ្នាដាក់ពងទាក្បងនឹងចូលមកឆាវាឲ្យវាស្ងួតចឹងណាក៏បន្ថែមទឹកបន្តិចដើម្បីម្ងាស់វាឲ្យវាឆ្អិនសព្វហើយវាចូលជាតិខ្លាំងតែប៉ុណ្្នឹងទេអ្នកគ្នាឲ្យវាដាច់ទឹកតិចទៅដាក់ចានមកឆ្អិនស្រាប់បន្ថែមជាមួយនឹងជីវ៉ាន់ស៊ុយតិចៗមកឲ្យវាឈ្ងុយបងប្អូនខ្ញុំហ៊ាននិយាយថាអ្នកគ្នាញ៉ាំជាមួយបបរគឺឆ្ងាញ់ខ្លាំងពងទាក្បងនោះនៅសារតែនៅមានលក់អីមកអញតែពងទាប្រៃនេះតែឆ្ងាញ់ទៀតជួយឲ្យពងទាប្រៃងាប់រសទៀតហើយជីវិតបានចាំមកអូនធ្វើពងទាប្រៃបងញ៉ាំណាធ្វើដល់ទៅដែរទៀតឃើញមើលហ្នឹងចាឡើយអញចង់ញ៉ាំអីពីបងស្ពិនអញចង់ញ៉ាំអីចាំម្ល៉េះស្វាអូនសន្សំសំចៃយល់អត់អូនសន្សំសំចៃសាក់អូនចាយមិនគិតមើលខ្លាចអញ្ចឹងតែបងមិននិយាយទេតែអូនខ្លាចអញ្ចឹងហើយរត់អត់ម៉ាំអូនបរិញ្ញគេធ្វើហ៎អានេះ9ដល់10ឆ្នាំខ្ញុំបរិញ្ញធ្វើអ្នកគ្នាធ្វើតាមខ្ញុំខាងបំភ្លឺអស់មិនជិះទៅបើឆាហើយសួរថារូបបងណាពីណាអត់ដឹងទេចេះតែធ្វើទៅឆ្នៃទៅតែម្ដងនេះអត់ញ៉ាំបបរអត់ចិត្តពងទាខ្ញុំចេះញ៉ាំបាក់ឆ្ងាញ់មកចង់ធ្វើរបស់ឆ្ងាញ់ទេហ៎អានេះវាចម្លែកខ្ញុំដែរជួបប្រទេស scrap ណាដូច scrap នេះគេនិយាយមែនហ្មងឡើងល្មួតណាគេខ្លះជា fan របស់ scrap មួយនឹងខ្ញុំនិយាយមែនប្រាអត់ខកបំណងទេជាមួយនឹងកាហ្វេ lemon scrap រូបមន្តពីធម្មជាតិពិតហ្មងបងប្អូននេះគឺខ្ញុំដាក់ពងមាន់ថែមម្តងទៀតកូរជាមួយនឹង scrap ហើយនិយាយថាដាក់ពងមាន់ទៅកាន់ទៅល្មួតម្តងទៀតហើយល្មួតចឹងណាអ្នកទាំងអស់គ្នាដោះនៅលើសាច់របស់យើងអត់ឈឺទេសំខាន់ណាជួយជាមួយកសិការចាស់ៗអ្នកដែលគាត់ចូលចិត្តលាបឡេអីហ្នឹងមកប្រើ scrap ជាមួយនឹងកាហ្វេ lemon នេះមកនិយាយមែនណាពេលដែល scrap ហើយធ្វើសាច់របស់យើងឡើងភ្លឺឡើងជាពិសេសធ្វើឲ្យសាច់យើងចាហើយដូចអ្នកគ្នាដឹងអញ្ចឹងសម្រាប់ scrap នៅទីផ្សារគឺមានច្រើនមុខច្រើនប្រភេទមែនតើតែសម្រាប់ខ្ញុំហ្មងគឺខ្ញុំស្រឡាញ់ជាមួយនឹង scrap កាហ្វេ lemon នេះខ្លាំងមែនតើខ្ញុំមានអារម្មណ៍ថាដោះហើយអត់ឈឺខ្លួនអត់ស្អិតអត់ប្រទេសប្រតែពេលលាងទឹកវិញគឺថាច្រះអស់ហ្មងអត់មានជាប់សាច់ជាប់អីនៅហ្នឹងហើយបើសាច់របស់ខ្ញុំវិញឡើងភ្លឺឡើងអាឡូដោយសារខ្ញុំជាមនុស្សលាបលេងអញ្ចឹងហើយខ្ញុំគឺអាសា scrap មែនតើតែអ្នកគ្នាអាសា scrap បាទអ្នកនរគ្នាលាបលេចូលណាអញ្ចឹងបើសិនអ្នកគ្នាកំពុងតែស្វែងរក scrap ដែលមានគុណភាពល្អតម្លៃសមរម្យគឺកុំភ្លេចជាមួយនឹងកាហ្វេ lemon scrap ទាំងអស់គ្នា